សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកក្នុងគិរីរំហើយចង់បង្កើតនៅបទពិសោធន៍ថ្មីដោយសារតែកន្លងមកខ្ញុំធ្លាប់ជិះឡើងពីជើងភ្នំរហូតដល់4000តែថ្ងៃនេះខ្ញុំជិះពីជើងភ្នំឡើងទៅដល់ជ្រោះសុភមង្គលបើយើងឡើងពីជើងភ្នំទៅដល់4000ទៅ5-10គីឡូហើយតែបើយើងទៅឡើងទៅដល់ជ្រោះសុភមង្គលទៀតហើយជា24ឬក៏25គីឡូហើយផ្លូវឡើងទៅសុភមង្គលកាត់ចោលមែនទែនហើយខ្ញុំឡើងអត់ឈប់ទេខ្ញុំឡើង non stop ពីជើងភ្នំទៅដល់លើហ្មងហើយចង់ថាខ្ញុំអាចទៅថាឡើងរួចអត់ចឹងណាឥឡូវនេះកំពុងតែកម្ដៅសេកុំតិចតិចសិនហើយខ្ញុំនឹងយកស្ពានទី1អាស្ពានចិត្តកន្លែងដែលយើងបងលុយដើម្បីឡើងទៅលើភ្នំហ្នឹងយកធ្វើជាចំណុចចាប់ដើមបាទហើយខ្ញុំនឹងយកស្ពាននេះយកធ្វើជាចំណុចចាប់ដើមអូខេតោះស្ងាត់ថ្ងៃនេះអត់មានអ្នកបោះតង់ទេថ្ងៃសុក្រអូវ៉ាវបាទឥឡូវនេះខ្ញុំបានឡើងមកដល់ហើយពីជើងភ្នំឡើង non stop មកដល់លើទីនេះជួរសុភមង្គលចម្ងាយប្រហែលជា20គីឡូប្រហែលនេះមិន20គីឡូជាងប្រហែលជា22 23ហ្នឹងចម្ងាយ20គីឡូជាងបើស្ថានភាពផ្លូវចំណោតបើនិយាយពីឡើងភ្នំបូកគោវិញភ្នំបូកគោស្រួលជាងឆ្ងាយតែនេះ20គីឡូជាងតែចត់ទៅហើយបងប្អូនអាចសាកបានខ្ញុំសាកជោគជ័យហើយនេះជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំធ្លាប់តែឡើងពីជើងភ្នំដល់នេះប៉ុនតែឥឡូវខ្ញុំចង់ឡើងពីជើងភ្នំ non stop ឲ្យដល់កន្លែងនេះហ្មងប៊ីសនៅតែមិនដល់ទេបាទប៊ីអត់ដល់តែទ្រាំឥឡូវសម្រាប់តែរៀងចត់តិចចត់មាត់ហើយបាទចេះស្អាតមែន
nâng ai là cái trong xạ xạ với nhóm xạ ban để có tha những thư bọc luôn đấy chứ này